Nhà tu sanh từng ác nê xôm chùm riệp thá sẵn kriêm nơ một châm bố bó mình men còn tài chờ rương rồi biếng Amerik, Israel nâng Iran tiệt tệ. Kết trâm thằng ngày tì bay thay mị nia chân tì bòn mà phê pra mười ní. Chùm lúa bang ô tiênប្រទេស nâng krômប្រដាប់អាវុធជាច្រើនចូលរួមបង្កើតជាសង្គ្រាមទ្រង់ទ្រាយធំមួយដែលកំពុងឆាបឆេះពេញតំបន់ មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកកំពុងហោះហើរលើមេឃនៃប្រទេសជាច្រើនចាប់ពីឈូងសមុទ្រពាក់រហូតដល់សមុទ្រមេឌីតេរ៉ាណេតើប្រទេសណាខ្លះបានចូលរួមហើយតើស្ថានភាពនៅលើដីនិងនៅលើសមុទ្រយ៉ាងណាដែរហើយតើពិភពលោកកំពុងប្រឈមមុខនឹងអ្វីថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីការវិវត្តចុងក្រោយបំផុតនៃសង្គ្រាមដែលកំពុងពង្រីកដែននេះមុននឹងនិយាយពីការចូលរួមពីប្រទេសផ្សេងៗយើងមកមើលស្ថានភាពគិតត្រឹមថ្ងៃទី3ខែមិនិនាសិនតួលេខដ៏រន្ធត់កំពុងកើនឡើងជារៀងរាល់ម៉ោងអ៊ីរ៉ង់យ៉ាងហោចណាស់មនុស្ស555នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលដោយខេត្តចំនួន131កន្លែងត្រូវបានកំណត់គោលដៅក្នុងចំណោមនោះមានកុមារីជាង160នាក់បានស្លាប់នៅក្នុងការវាយប្រហារលើសាលាបឋមសិទ្យាល័យមួយកន្លែងនៅភាគខាងក្បាលអ៊ីរ៉ង់អាមេរិកទាហានអាមេរិកចំនួន6នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនេះអ៊ីស្រាអែលយ៉ាងហោចណាស់មនុស្ស11នាក់ត្រូវបានសម្លាប់និងរាប់សិបនាក់ទៀតរងរបួសបន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់មកលើទីក្រុងនានារួមទាំងក្រុងបេអឺសេបាអ៊ីរ៉ង់បានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅលើគោលដៅអាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់កងទ័ពអាមេរិកបានអះអាងថាបានវាយប្រហារគោលដៅជាង1250កន្លែងនិងបានបំផ្លាញនាវាចម្បាំងអ៊ីរ៉ង់ចំនួន11គ្រឿងនៅឈូងសមុទ្រអូម៉ង់អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ដែលត្រូវបានគេស្គាល់ថាជាអនៃការតស៊ូឬ Axis of Resistance បានចូលរួមយ៉ាងពេញទំហឹងលើបង់ Hezbollah ក្រុម Hezbollah បានបាញ់រ៉ុកែតនិងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានទ័ពអ៊ីស្រាអែលជាការឆ្លើយតបអ៊ីស្រាអែលបានបើកការវាយប្រហារតបតយ៉ាងខ្លាំងក្លាទៅលើទីតាំងរបស់ Hezbollah នៅទូទាំងប្រទេសលីបង់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់52នាក់និងបណ្ដេញប្រជាជនជាង 28,500 នាក់ចេញពីផ្ទះសម្បែងនេះជាការវាយប្រហារលើកដំបូងគេនៅជិតកណ្ដាលទីក្រុងបេរុតចាប់តាំងពីបាត់ឈប់ចែងនៅខែវិច្ឆិកាឆ្នាំ2024 Yemen Houthis ក្រុម Houthi បានប្រកាសគាំទ្រអ៊ីរ៉ង់និងបានបាំងមីស៊ីលទៅលើអ៊ីស្រាអែលព្រមទាំងគម្រាមវាយប្រហារកប៉ាល់ដឹកប្រេងនៅក្នុងតំបន់អ៊ីរ៉ាក់ក្រុមយុទ្ធជន CI នៅអ៊ីរ៉ាក់បានវាយប្រហារមូលដ្ឋានទ័ពអាមេរិកចំនួន28ដងនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃដោយប្រើប្រាស់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកការវាយប្រហារទាំងនេះបានកើតឡើងនៅជិតស្ថានទូតអាមេរិកនិងមូលដ្ឋានទ័ពនានាគួរឲ្យដឹងថាអេរយាប័តសំខាន់ៗនៅក្នុងអនៃការតស៊ូនេះត្រូវបានអ៊ីស្រាអែលអះអាងថាបានសម្លាប់រួចហើយប៉ុន្តែការវាយប្រហារនៅតែបន្តប្រទេសឈូងសមុទ្រអារ៉ាប់ដែលពីមុនដើរតួជាសម្ព័ន្ធមិត្តរបស់អាមេរិកប៉ុន្តែព្យាយាមរក្សាអព្យាធិបឥឡូវនេះកំពុងរងការវាយប្រហារយ៉ាងដំណាំគូវ៉ែតមូលដ្ឋានទ័ព Camp Arifjan របស់អាមេរិកត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន12គ្រឿងកងកម្លាំងគូវ៉ែតបានបាញ់ទម្លាក់យន្តហោះ M15 របស់អាមេរិកចំនួន3គ្រឿងដោយច្រឡំ Friendly Fire ទាហានជើងណែតគូវ៉ែត1នាក់ស្លាប់និង19នាក់រងរបួសកាតាមូលដ្ឋានអាកាសយាន Al-Udeid របស់អាមេរិកដែលធំត្រូវបានកំណត់គោលដៅកាតាបានបាញ់ទម្លាក់យន្តហោះ Su-24 របស់អ៊ីរ៉ង់ចំនួន2គ្រឿងសំខាន់ជាងនេះទៅទៀតកាតាបានផ្អាកការផលិតឧស្ម័នធម្មជាតិលៀងនៃកាតាដែលជាប្រភព 20% នៃផ្គត់ផ្គង់ពិភពលោកបារ៉េនកន្លែងរបស់កងនាវាចម្បាំងអាមេរិកត្រូវបានវាយប្រហារអារ៉ាប់រូមមូលដ្ឋានអាកាសយាន Al-Minhad ត្រូវបានវាយប្រហារទីក្រុងឌូបៃនិងអាប៊ូដាប៊ីរងការវាយប្រហារបណ្ដាលឲ្យមនុស្ស3នាក់នឹងស្លាប់និង58នាក់រងរបួសអារ៉ាប់សាអូឌីតស្ថានទូតអាមេរិកនៅរីយ៉ាតត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន2គ្រឿងកន្លែងចម្រាញ់ឧស្ម័នរ៉ាស្ថានូរ៉ាក៏ត្រូវបានកំណត់គោលដៅដែរនៅអឺរ៉ុបស្ថានភាពក៏មិនច្បាស់លាស់ដែរដោយប្រទេសនីមួយៗមានចំហខុសៗគ្នាចក្រភពអង់គ្លេសនាយករដ្ឋមន្ត្រី Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថាអង់គ្លេសនឹងមិនចូលរួមក្នុងការវាយប្រហារនេះទេលោកបានថ្លែងថា
រដ្ឋាភិបាលរបស់លោកមិនជឿលើការផ្លាស់ប្ដូររបបពីលើអាកាសទេទូយ៉ាងណាមូលដ្ឋានអាកាសយាន RAF Akrotiri របស់អង់គ្លេសនៅស៊ីបត្រូវបានវាយប្រហារដែលបង្ហាញថាសង្គ្រាមកំពុងអូសទាញពួកគេចូលដោយប្រយោជន៍បារាំងអាល្លឺម៉ង់បារាំងនិងអាល្លឺម៉ង់រួមទាំងអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍រួមថានឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់យើងប៉ុន្តែការបកស្រាយខុសគ្នារវាងប្រទេសទាំងនេះបង្ហាញពីការបែកបាក់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថាអាល្លឺម៉ង់មិនមានបំណងចូលរួមក្នុងប្រតិបត្តិការយោធានោះទេអេស្ប៉ាញបានហាមឃាត់អាមេរិកមិនឲ្យប្រើប្រាស់មូលដ្ឋានរបស់វាសម្រាប់ការវាយប្រហារដែលបង្ខំឲ្យអាមេរិកដកហ៊ុនយន្តដឹកប្រេងចំនួន15គ្រឿងចេញពីប្រទេសនេះសង្គ្រាមនេះបានបង្កឲ្យមានការប្រតិកម្មជាអន្តរជាតិនិងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរអង្គការសហប្រជាជាតិអគ្គលេខាធិការ UN លោក Antonio Guterres បានអំពាវនាវជាថ្មីឲ្យមានការបញ្ឈប់អរិយធៀបជាបន្ទាន់រុស្ស៊ីនិងចិនប្រទេសទាំងពីរបានថ្កោលទោសការវាយប្រហាររបស់អាមេរិករុស្ស៊ីបានសន្យាជាមួយចិនថានឹងពង្រឹងកិច្ចសហការលើបញ្ហាអ៊ីរ៉ង់អូស្ត្រាលីបានបញ្ជាក់ថានឹងមិនចូលរួមក្នុងយុទ្ធការមួយនេះទេឥណ្ឌាក្រុមហ៊ុនអាកាសចររបស់ឥណ្ឌាបានបង្វិលយន្តហោះរបស់ខ្លួនពីតំបន់ឈូងសមុទ្រផលប៉ះពាល់សេដ្ឋកិច្ចប្រេងតម្លៃប្រេង Brent កើនយ៉ាងខ្លាំងដោយសារការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើហេដ្ឋារចនាប្រេងការផ្អាកផលិត LNG របស់កាតាបានធ្វើឲ្យតម្លៃហ្គាសនៅអឺរ៉ុបលោតភ្លោតអាកាសចរក្រុមហ៊ុនអាកាសចរជាច្រើនបានផ្អាកការហោះហើរទៅតំបន់នេះអ្នកដំណើររាប់សែននាក់ត្រូវបានជាប់ថ្មាំងអាកាសយានអន្តរជាតិឌូបៃត្រូវបានបិទជាបណ្ដោះអាសន្នទេសចរការវាយប្រហារលើទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលទេសចរនិងពាណិជ្ជកម្មបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគតើរូបភាពធំនៃសង្គ្រាមនេះជាអ្វីទៅសង្គ្រាមបានពង្រីកដែនពីចំនួនរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់វាបានក្លាយជាសង្គ្រាមតំបន់ដែលអូសទាញប្រទេសនិងក្រុមប្រដាប់អាវុធយ៉ាងតិច7ភាគីសម្ព័ន្ធមិត្តអាមេរិកកំពុងរងការវាយប្រហារប្រទេសឈូងសមុទ្រដែលជាម្ចាស់មូលដ្ឋានទ័ពអាមេរិកកំពុងទទួលបានផលប៉ះពាល់ផ្ទាល់អឺរ៉ុបបែកខ្ញាក់មិនមានការឯកភាពនៅអឺរ៉ុបទេដោយប្រទេសខ្លះគាំទ្រខ្លះអព្យាភាពនិងខ្លះប្រឆាំងសេដ្ឋកិច្ចពិភពលោករងគ្រោះតម្លៃប្រេងនិងហ្គាសកើនឡើងខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវបានរំលឹកអ្នកវិភាគយល់ថាអាមេរិកប្រហែលជាប៉ានស្មានសមត្ថភាពរបស់អ៊ីរ៉ង់លើសកម្រិតហើយការវាយប្រហារតបតរបស់អ៊ីរ៉ង់បានបង្ហាញថាវានៅតែអាចវាយប្រហារមូលដ្ឋានទ័ពអាមេរិកនិងសម្ព័ន្ធមិត្តបានទៀតសរុបមកគិតត្រឹមថ្ងៃទី3ខែមីនាសង្គ្រាមនេះបានអូសទាញប្រទេសនិងក្រុមជាច្រើនចូលរួមនិងគ្មានសញ្ញានៃការបញ្ចប់ឡើយខណៈដែលអាមេរិកនិងអ៊ីស្រាអែលបន្តយុទ្ធការក្រុមអនេកាតស៊ូក៏បន្តវាយប្រហារតបទៅវិញប្រទេសឈូងសមុទ្រកំពុងជាប់គាំងនៅកណ្ដាលសមរភូមិខណៈដែលអឺរ៉ុបកំពុងបែកខ្ញាក់តើសង្គ្រាមនេះនឹងឈានទៅរកការប្រឈមមុខដោយផ្ទាល់រវាងមហាអំណាចឬទេតើសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលទៅក្នុងវិបត្តិឬទេយើងត្រូវរងចាំតាមដានបន្តទៀតតើអ្នកគិតថាប្រទេសណានឹងក្លាយជាគោលដៅបន្ទាប់ប្រាប់ខ្ញុំនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីតាមដានព័ត៌មានក្តៅៗបន្តទៀត